នៅក្នុងហេតុការណ៍ដែលព្រួយព្រួយនិងគួរឲ្យរំភើបមួយបានអង្រួនចិត្តប្រជាជនទូទាំងប្រទេសឥណ្ឌូនេស៊ីកាលពីចុងខែមករាកន្លងទៅវ៉ាលីពណ៌ក្រហមបានអណ្ដែតខ្លួនឡើងនៅក្បែរកំណរសម្រាមប្រែជាផ្ទុកនៅអាកំបាំងដ៏ខ្មៅងងឹតនិងសាកសពដែលត្រូវបានគេធ្វើទរណកម្មយ៉ាងព្រៃផ្សៃបំផុតតើអ្នកមានអារម្មណ៍យ៉ាងណាបើដើរសុកស្រាប់តែប្រទះឃើញវ៉ាលីដ៏ថ្មីស្រឡាងត្រូវបានគេបោះចោលនៅក្បែរកំណរសម្រាមបែបស្ងាត់ដោយសារតែភាពចង់ដឹងចង់ឃើញអ្នកក៏ដើរទៅបើកវាប៉ុន្តែអ្វីដែលនៅក្នុងនោះមិនមែនជាមាសប្រាក់ឬខោអាវនោះទេវាជាសាកសពអាក្រាតកាយរបស់នារីវ័យក្មេងម្នាក់ដែលត្រូវបានឃាតករលាក់មុខចិត្តសាហាវដោយសត្វព្រៃកាត់ផ្ដាច់ទាំងក្បាលនិងជើងញាត់ចូលក្នុងវ៉ាលីតើនារីរងគ្រោះម្នាក់នោះជាអ្នកណាហើយហេតុអ្វីបានជាត្រូវរងគ្រោះយ៉ាងព្រៃផ្សៃបែបនេះថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅវែកញែកនៅករណីឃាតកម្មដ៏រន្ធត់មួយដែលបានអង្រួនចិត្តប្រជាជនទូទាំងប្រទេសឥណ្ឌូនេស៊ីរឿងរ៉ាវដ៏ព្រឺព្រួចនេះបានចាប់ផ្ដើមកើតឡើងនៅថ្ងៃទី23ខែមករានៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងតំបន់ងាវីខេត្តចាវ៉ាកណ្ដាលបុរសម្នាក់មានឈ្មោះថាយូស៊ូអាយុ40ឆ្នាំបានដើរកាច់កំណរសម្រាមនៅក្បែរភូមិហើយក៏ក្លែកភ្នែកទៅមើលវ៉ាលីពណ៌ក្រហមដ៏ស្រស់ស្អាតមួយលោកបានសម្រេចចិត្តដើរទៅបើកវាប៉ុន្តែនៅពេលបើកហឹបវ៉ាលីនោះលោកស្ទើរតែចាំងបេះដូងដួលដាច់ផ្ងាទៅក្រោយទៅហើយព្រោះតែទិដ្ឋភាពនៅចំពោះមុខវាពិតជាសាហាវខូខើហួសថ្លែងវាជាសាកសពអាក្រាតកាយរបស់នារីម្នាក់ប៉ុន្តែសភាពសាកសពនោះគឺគ្មានក្បាលនិងគ្មានជើងនោះទេលោកបានរត់ទាំងព្រលឹងចង់សក់ទៅប្តឹងប៉ូលីសភ្លាមនោះមិនយូរប៉ុន្មានសមត្ថកិច្ចបានចុះមកអន្តរាគមន៍តាមរយៈការពិនិត្យស្នាមមេដៃយ៉ាងយកចិត្តទុកដាក់ប៉ូលីសបានរកឃើញអត្តសញ្ញាណដ៏គួរឲ្យខ្លាចមួយជនរងគ្រោះមានឈ្មោះថាខាសាណាអាយុ29ឆ្នាំនាងគឺជាម្ដាយកូន2ហើយក៏ជាអ្នកលក់គ្រឿងសម្អាងដ៏ស្រស់ស្អាតម្នាក់ដែលស្ថិតនៅទីក្រុងទូឡុងហ្គាហ្វុងជាទម្លាប់នាងតែងតែធ្វើដំណើរមកលេងស្រុកកំណើតនៅហ្គាវីនៅក្នុងមួយសប្តាហ៍មួយដងដើម្បីជួបជុំគ្រួសារប៉ុន្តែលើកនេះនាងបែរជាត្រូវត្រឡប់មកវិញទាំងសភាពសាកសពទៅវិញចំពោះលទ្ធផលកសោបវិច័យបានបង្ហាញថាឃាតករបានច្របាច់កនាងរហូតដល់ដាច់ខ្យល់ស្លាប់បន្ទាប់មកដើម្បីបំបត្តិភស្តុតាងនិងងាយស្រួលក្នុងការដឹកជញ្ជូនធ្វើដំណើរឃាតករបានកាត់ផ្ដាច់ផ្នែកក្បាលនិងជើងរបស់នាងរួចញាត់ចូលវ៉ាលីក្រហមយកទៅបោះចោលនៅក្បែរកំណរសម្រាមតែម្ដងចំណែកឯផ្នែកក្បាលនិងជើងគឺមិនមាននៅក្នុងវ៉ាលីនោះឡើយធ្វើឲ្យប៉ូលីសបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកដើម្បីស្វែងរកដំណឹងដ៏ជូរចត់នេះបានធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះជាពិសេសបរិសុទ្ធជាឪពុកស្ទើរតែធ្លាក់ខ្លួនឈឺនិងបាក់ទឹកចិត្តជាទម្ងន់លោកបាននិយាយទាំងហូរទឹកភ្នែកថាខ្ញុំមិនអាចទទួលយកបានទេដែលកូនស្រីរបស់ខ្ញុំបានត្រូវគេសម្លាប់យ៉ាងព្រៃផ្សៃបែបនេះខ្ញុំមិនដឹងថានាងមានចំនួនជាមួយអ្នកណាទេប៉ុន្តែអំពើឃាតកម្មដ៏សាហាវខូខើនេះគឺមិនអាចលើកលែងទោសឲ្យបានឡើយលោកបានត្រឹមតែអំពាវនាវសូមឲ្យច្បាប់វេមុខឃាតករឲ្យបានឆាប់បំផុតមិនអាចបណ្ដោយឲ្យឃាតកររួចខ្លួនបានឡើយនៅព្រឹកព្រលឹមថ្ងៃទី26ខែមករាគឺត្រឹមតែ3ថ្ងៃក្រោយការរកឃើញវ៉ាលីប៉ូលីសឥណ្ឌូនេស៊ីបានវាយឆ្មក់និងចាប់ខ្លួនជនសង្ស័យបានម្នាក់នៅតំបន់ដដែលដែលមានចម្ងាយប្រហែល3ម៉ោងពីកន្លែងជនសង្ស័យទម្លាក់វ៉ាលីអ្វីដែលកាន់តែរំភើបនោះប៉ូលីសបានទៅតាមរកឃើញផ្នែកក្បាលរបស់នាងនៅក្នុងទីក្រុងមួយផ្សេងទៀតដែលមានចម្ងាយធ្វើដំណើរប្រហែល1ម៉ោងពីកន្លែងចាប់ខ្លួនជនសង្ស័យរូបនោះត្រូវបានគេស្គាល់ថាជាអតីតអ្នកលក់រថយន្តនិងជាមនុស្សដែលមានប្រវត្តិព្រហ្មទណ្ឌជាប់ខ្លួនយ៉ាងជោគជាំប្រិយមិត្តទាំងអស់គ្នាទោះបីជាឃាតករពេលនេះត្រូវបានចាប់ខ្លួនក៏ដោយប៉ុន្តែសោកនាដកម្មរបស់នាងបានបន្សល់ទុកមេរៀនដ៏ធំមួយសម្រាប់សង្គមជាតិយើងបច្ចុប្បន្ននៅក្នុងសង្គមសម័យនេះចិត្តមនុស្សពិបាកស្មានណាស់ក្នុងនាមជាស្ត្រីឬក៏ជាអ្នករកស៊ីតែងតែជួបមនុស្សជាច្រើនប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចមិនត្រូវទុកចិត្តមនុស្សប្លែកមុខឬមនុស្សដែលមានប្រវត្តិមិនច្បាស់លាស់ងាយៗឡើយជាពិសេសការណាត់ជួបនៅកន្លែងទីអាថ៌កំបាំងតើពុកម៉ែបងប្អូនមានមតិយ៉ាងណាដែរសូមកុំភ្លេច comment នៅខាងក្រោមកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានវីដេអូស៊ើបអង្កេតថ្មីៗបន្តទៀតអរគុណសម្រាប់ការចូលរួមទស្សនាជួបគ្នានៅវីដេអូក្រោយ